ខ្ទិះឈ្ងុយទឹកសឡខាប់ចឹងរឿងអីដែលថាមិនឆ្ងាញ់គ្រាន់តែមើលពណ៌ក៏ដឹងតែឆ្ងាញ់ដែរខ្ទិះខ្ញុំចូលចិត្តបន្លែពីរមុខទី1ចូលចិត្តបែបត្រប់វែងបែបហ្នឹងហើយមួយទៀតខ្ញុំចូលចិត្តត្នោតខ្ទិះត្នោតទៅតែឆ្ងាញ់មកបងតែសម្លខ្ទិះត្នោតគឺកូនខ្ញុំអត់ចេះញ៉ាំទេព្រោះអីវារៀងមានជាតិល្វីងតិចចឹងហើយអ្នកខ្លះគាត់អត់ហៅមកជូរខ្ទិះដូចខ្ញុំទេគាត់ហៅសឡជីហៅអីហៅទៅខ្ញុំហៅតាមគ្រួសារខ្ញុំមកជូរខ្ទិះចឹងឯងអ្វីដែលលើពីពិសេសហ្នឹងគឺសឡថ្ងៃហ្នឹងគឺជីខ្ញុំដាំខ្លួនឯងនៅមុខផ្ទះជីនឹងវងនិយាយពីថាឃើញជីល្អឡើងពេកអត់ដឹងថាត្រូវយកធ្វើអីក្រៅពីញ៉ាំចឹងក៏យកមកធ្វើសឡម្ជូរហ្នឹងទៅព្រោះឲ្យយើងត្រូវបងជីនឹងវងច្រើនផ្ទះខ្ញុំឲ្យទៅថានិយាយពីសឡម្ជូរគឺដឹងតែចិត្តចវាមូលហ្មងបន្លែចុះផ្ទះបងទាំងអស់គ្នាចិត្តបន្លែប្រភេទណាដែរផ្ទះខ្ញុំចិត្តតែអញ្ចឹងឲ្យតែម្ជូរតឡាចក៏ចិត្តអញ្ចឹងដូចគ្នាដែរសឡហ្នឹងប្រើគ្រឿងតិចទេបងយើងប្រើតែម្ទេសក្រហមខ្ទឹមសតែប៉ុណ្្នឹងឯងបន្ទាប់ពីរៀបចំបន្លែសាច់អីហើយគឺខ្ញុំមកច្រាំខ្ទឹមសហើយបន្ទាប់ពីហ្នឹងមកគឺអត់មានអីទេដាក់ធ្វើម្ហូបភ្លាមតែម្ដងបំពងខ្ទឹមហ្នឹងឲ្យឡើងឈ្ងុយបែបហ្នឹងហើយដាក់ម្ទេសក្រហមឬម្ទេសផ្លោកច្រាំចូលហើយរំលឹងវារហូតដល់ឡើងពណ៌បែបនេះគ្រាន់តែវាឡើងប្រេងម្ទេសចឹងទៅម្ទេសទៅសឡរបស់យើងហ្នឹងវាមើលទៅឃើញក្រហមល្អបងបន្ទាប់ពីហ្នឹងមកចាក់សាច់ចូលចាប់ផ្ដើមរំលឹងសាច់ហ្នឹងចូលគ្នាពេលដែលសាច់ចូលជាមួយនឹងម្ទេសសព្វហើយគឺយើងចាក់ខ្ទិះចុងចូលតែម្ដងសម្រាប់ខ្ទិះថ្ងៃហ្នឹងខ្ញុំប្រើតែ1000ទេដោយសារតែខ្ទិះថ្ងៃហ្នឹងរៀងច្រើនដែរហើយសឡរៀងតែបើសិនជាទឹកខ្ទិះយើងស្ទើបងអាចចាក់ទឹកសាបយើងធម្មតាហ្នឹងចូលបន្ថែមតែបើខ្ញុំអត់ទេមើលទៅវាល្មមហើយអញ្ចឹងខ្ញុំប្រើតែខ្ទិះតែប៉ុណ្្នឹងឯងគ្រឿងផ្សំគឺមានស្ករសរ៉ូឌីអំបិលបន្តិចហើយនិងប៊ីចេងបន្តិចបងសម្រាប់ស្ករដាក់រៀងច្រើនបន្តិចណាសឡខ្ទិះពេលយើងដាក់ស្កររៀងច្រើនទៅវាឆ្ងាញ់យើងបងម្ជូរចូលបន្តិចហើយនិងប្រហុកសម្រាប់ម្ជូរបងចង់ដាក់ម្ជូរអីដាក់ម្ជូរនឹងទៅបើខ្ញុំប្រើម្ជូរ7ព្រោះអីសណ្ដានខ្ញុំអត់សូវចេះស្លោឯងលៃអត់ត្រូវហ្មងពេលខ្លះជូរជ្រុលអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺចាប់ដើមក្របគម្របហ្នឹងរងាស់វារហូតដល់ឆ្អឹងរបស់យើងហ្នឹងផុយបងស្លោឆ្អឹងចានីគឺរត់តែឆ្ងាញ់តែខ្ញុំថ្ងៃហ្នឹងគឺស្លោឆ្អឹងក្រងបងរងាស់ឆ្អឹងជាមួយនឹងទឹកស៊ុបរបស់យើងហ្នឹងប្រហែលជារយៈពេល20នាទីឆ្អឹងរបស់យើងហ្នឹងគឺវាឆ្អិនល្អហើយអញ្ចឹងខ្ញុំចាក់ត្រប់ចូលទៅម្ដងសម្រាប់ត្រប់អត់ចាំបាច់ប្រើពេលយូរទេបងពុះតែមកពុះមកគឺអាចញ៉ាំបានហើយអញ្ចឹងយើងចាក់ត្រប់ចូលហើយក្របគម្របអញ្ចឹងទៅមកសន្ទុះក្រោយមកពេលដែលវាពុះគឺយើងភ្លក់មើលថារសជាតិវាល្មមហើយនៅអញ្ចឹងតែនិយាយមែនសឡខ្ញុំថ្ងៃហ្នឹងចាប់ជាតិគ្នាសាហាវហ្មងនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ពេលដែលត្រប់របស់យើងឆ្អិនល្មមហើយយើងចាប់ផ្ដើមចាក់ជីនាងវងចូលហើយកកូវាតែប៉ុណ្ណឹងអាចកាច់ហ្គាសបលុតបានហើយបងចុងក្រោយគេហ្នឹងគឺយើងចាប់ផ្ដើមចាក់នៅខ្ទិះដើមចូលគ្រាន់តែចាក់ខ្ទិះដើមចូលភ្លាមមកក្លិនឈ្ងុយជះមកហ្មងហើយសឡរបស់យើងក៏មានរសជាតិឆ្ងាញ់ដែរបើសិនជាបងដាក់ខ្ទិះដើមមួយខ្ទិះចុងរងាស់តែម្ដងវាឡើងប្រេងខ្ទិះអញ្ចឹងវាអត់សូវឆ្ងាញ់ហ្មងទេអញ្ចឹងយើងទុកចាក់ខាងក្រោយតែប៉ុណ្ណឹងមកគឺថាទឹកសឡរបស់យើងបងអាចមើលបានឆ្ងាញ់ខ្លាំងណាស់មួយឆ្នាំនេះញ៉ាំអស់ហើយលេងហ្មងអរគុណច្រើនបងសម្រាប់ការទស្សនាវីដេអូនេះមើលហើយកុំភ្លេចធ្វើតាមផងណាជួបគ្នានៅវីដេអូក្រោយបាយ